แต่ตอนนี้ดังไงเนี่ยถอดรูปอาชีพใน wedding photography ได้ค่ะแต่ถอดรูปกานะมีใบจำนวนแต่พวกกอดอดได้เปลี่ยนเปลือกนองกาใจลำเล่หรือมวยก็บางให้ในกำลึกกันเลือกมวยจำนวนแต่ช่วยធ្វើឲ្យរូបភាពរបស់យើងនឹងបានប្រសើរទេអញ្ចឹងថ្ងៃនេះដែរខ្ញុំនឹងយក3ចំណុចធំៗដែលអ្នកទាំងអស់គ្នាអាចយកទៅប្រើប្រាស់ឬក៏អនុវត្តនៅក្នុងការប្រើប្រាស់ថតរូប wedding photography ឬក៏ថតរូបអាពាហ៍ពិពាហ៍នឹងឯងអញ្ចឹងចូលទៅមើលទាំងអស់គ្នាអូខេអ្នកទាំងអស់គ្នា3ចំណុចដែលអ្នកទាំងអស់គ្នាត្រូវស្វែងយល់ទី1គឺសភាពឬក៏ពណ៌ទូទៅនៅក្នុងរោងការរបស់អ្នកទាំងអស់គ្នាទី2អ្នកទាំងអស់គ្នាត្រូវស្វែងយល់អំពី lighting ពន្លឺឬក៏ឧបករណ៍សម្រាប់បន្ថែមពន្លឺនឹងហើយទី3អ្នកទាំងអស់គ្នាត្រូវស្វែងយល់អំពី setting នៅលើកាមេរ៉ាដែលលើកនេះខ្ញុំផ្ដោតសំខាន់តែទៅលើ white balance ដែលអ្នកទាំងអស់គ្នាហៅថា K នឹងឯងបាទអូខេអញ្ចឹងចូលទី1ដែលពាក់ព័ន្ធនឹងសភាពការឬក៏រោងការរបស់អ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាត្រូវគិតឬក៏ធ្វើយ៉ាងម៉េចអញ្ចឹងអ្នកទាំងអស់គ្នាត្រូវភ្នែករបស់អ្នកទាំងអស់គ្នាត្រូវស្វែងយល់តើពណ៌នៃរោងការរបស់យើងតើពណ៌អីវាមានសភាពយ៉ាងម៉េច cool ឬក៏ warm អញ្ចឹងអ្នកទាំងអស់គ្នាធ្វើការស្រាវជ្រាវតទៀតថាភ្លើងដែលពណ៌ដែលមានលក្ខណៈ cool តើពណ៌យ៉ាងម៉េចពណ៌ដែលមានលក្ខណៈ warm គឺពណ៌យ៉ាងម៉េចយ៉ាងដែរយើងនិយាយស្រួលពណ៌ដែល cool ពណ៌ទឹកពណ៌ដែលហៅថាពណ៌ដែលមានភាពត្រជាក់ណាភាពត្រជាក់ហ្នឹងវាច្បាស់ជាទៅជាស្វាយពណ៌ដែល warm គឺពណ៌ដូចថ្ងៃអញ្ចឹងកាន់តែ warm នេះដូចភ្លើងនៅពីក្រៅខ្ញុំគេហៅពណ៌ warm ហើយអញ្ចឹងអាហ្នឹងសំខាន់មែនទែននៅពេលដែលយើងទៅដល់រោងការយើងត្រូវតែភ្នែករបស់យើងត្រូវតែមើលតាមហ្នឹងណាលឿងលាយក្រហមច្បាស់ជា warm ហើយឈូកលាយស្វាយលាយសច្បាស់ជា cool ហើយអញ្ចឹងយើងត្រូវតែចងចាំនៅក្នុង memory របស់យើងឲ្យបានល្អតើយើងបែងចែកយ៉ាងម៉េចរោងពណ៌ហ្នឹងតើគេហៅពណ៌អីរោងពណ៌នេះគេហៅថាពណ៌អីបាទអាហ្នឹងចំណុចទី1ទី2អ្នកទាំងអស់គ្នាត្រូវស្វែងយល់អំពីភ្លើងដែលយើងយកមកប្រើប្រាស់សម្រាប់ថតរោងការហ្នឹងតើភ្លើងវាមាន2 3ប្រភេទច្រើនដែរភ្លើងខ្លះគេហៅថា daylight មានន័យថាពណ៌មិនវាតែមួយពណ៌ទេអត់មានពណ៌អីផ្សេងនេះគឺពណ៌ color ពណ៌ថ្ងៃហើយភ្លើងខ្លះទៀតពណ៌លក្ខណៈអក្សរដែលយើងគិតថាភ្លើងសអញ្ចឹងឯងបាទអញ្ចឹងអាហ្នឹងសំខាន់អានេះខ្ញុំនិយាយពី LED អូខេអញ្ចឹងនៅពេលដែលយើងរៀបចំភ្លើងសម្រាប់ប្រើប្រាស់នៅក្នុងរោងការហ្នឹងយើងត្រូវតែស្វែងយល់រោងការផងយើងឧទាហរណ៍ថារោងការផងយើងគាត់ពណ៌ cool ហើយយើងដាក់ភ្លើងសទៅទៀតអាហ្នឹងវាទៅជាស្វាយហើយណាដាក់ភ្លើងសទៅទៀតគឺវាស្វាយហើយអញ្ចឹងអ្នកទាំងអស់គ្នាត្រូវស្វែងយល់ពីបញ្ហាហ្នឹងអូខេមួយទៀតបើភ្លើងផងយើង warm LED ខ្លះវាអាចសេរីពី2500ទៅ6000ឬក៏8000ឧទាហរណ៍អញ្ចឹងទៅ LED ថ្លៃណាអាហ្នឹងយើងអាចសេរីបានអញ្ចឹងយើងអាចមើលតាមនឹងបានតែបើសិនជាអ្នកទាំងអស់គ្នាអត់ប្រកាសអត់អីទេយើងត្រូវទិញប្រភេទភ្លើងណាដែលប្រើគេថា daylight មានន័យតែមួយពណ៌ទេគឺពណ៌ថ្ងៃនឹងតែម្ដងអញ្ចឹងអាហ្នឹងវាងាយស្រួលទោះបីជាយើងក្នុងសភាពការបណ្ណាក៏ដោយយើងអត់សេរីទេគឺភ្លើងផងយើងគឺពណ៌ daylight អញ្ចឹងពណ៌ daylight ពណ៌ natural នឹងឯងដែលវាជួយធ្វើឲ្យស្បែកមនុស្សផងយើងនឹងថ្លាណាស្បែកមនុស្សផងយើងនឹងវាធម្មជាតិអាហ្នឹងសម្រាប់ភ្លើង LED អូខេមួយទៀតគឺភ្លើងគេហៅថាភ្លើងអូខេ flash នេះ flash លុតភ្លឹបនេះអញ្ចឹងសំខាន់មែនតើតាមជនបទតាមអីបើសិនជាយើងគេហៅថាការស្រុកស្រែផងយើងណាអត់មានម៉ាស៊ីនភ្លើងឬមួយក៏អត់មានភ្លើងណារត់ជាមួយ LED យើងខ្លាំងបានទេឧទាហរណ៍ថាយើងទិញ LED ថ្លៃភ្លើងខ្លាំងអញ្ចឹងយើងទៅដោតអាចរត់អត់រួចវាអាចធ្វើឲ្យលុត disjonctor អញ្ចឹងឆេះអញ្ចឹងទៅវាខូចការងារផងយើងអញ្ចឹងទៅអាហ្នឹងអ្នកទាំងអស់គ្នាត្រូវតែប្រយ័ត្នប្រយែងផងដែរនៅពេលដែលប្រើ LED អាចប្រើតែប្រហែល4គ្រាប់តែ4គ្រាប់នៅក្នុងរោងនៅតាមជនបទវាអាចទប់ទល់ជាមួយនឹងរោងការផងយើងឧទាហរណ៍ថារោងផងយើងពណ៌លឿងឧទាហរណ៍ណាពណ៌លឿងលាយក្រហមហើយយើងដាក់ភ្លើងទៅ4គ្រាប់ទៀតហើយថ្ងៃបុកចូលមកទៀតអញ្ចឹងអាភ្លើងហ្នឹងវាច្បាស់ជាពន្លឺថ្ងៃវាចាំងមកលើរោងផងយើងវាធ្វើឲ្យរូបផងយើងច្បាស់ជាក្រហមហើយណាច្បាស់ជាក្រហមហើយបើរោងពណ៌សអត់សូវជាបញ្ហាស៊ីលីងពណ៌សវាអាចចាំងមកស្អាតយើងនៅតាមទីក្រុងអត់បញ្ហាទេភ្លើងផងយើងគឺវាហើយគៀផងគេសឬក៏ពណ៌ពងមាន់អញ្ចឹងវាអត់ជាបញ្ហាវាធ្វើឲ្យវាជួយពន្លឺយើងបានច្រើនតែបើសិនជាពណ៌លឿងពណ៌ក្រហមឬក៏ពណ៌ស្វាយច្បាស់ជាប៉ះពាល់ហើយនៅពេលដែលថ្ងៃរះថ្ងៃចាំងចំពីលើមកវាដូចសោះបកអញ្ចឹងប៉ុន្តែសោះបកទទួលពន្លឺពណ៌ផ្សេងអញ្ចឹង LED យើង4គ្រាប់ហ្នឹងគឺទប់អត់រួចទេបើភ្លើងធម្មតាណាអញ្ចឹងទី1ភ្លើងកុំប្រើភ្លើងពណ៌សដែលអ្នកទាំងអស់គ្នាយល់ច្រឡំថាភ្លើងពណ៌សហ្នឹងគឺជួយស្បែកសអត់ទេអាហ្នឹងតាមពិតទៅគឺភ្លើងពណ៌ស្វាយឯងអ្នកទាំងអស់គ្នាអាចប្រើភ្លើងគេហៅថាប្រភេទ daylight LED ប្រភេទ daylight អញ្ចឹងវ៉មណា5000ទៅ5600ឬក៏6000អញ្ចឹងទៅអាហ្នឹងល្អសម្រាប់អ្នកដែលប្រើប្រាស់អញ្ចឹងភ្លើងហ្នឹងវាអត់សអត់ក្រហមទេវានៅកណ្ដាលអញ្ចឹងណាគេហៅថា daylight អូខេអញ្ចឹងមួយទៀត
នៅពេលដែលអ្នកទាំងអស់គ្នាប្រើប្រាស់អ្នកទាំងអស់គ្នាដឹងហើយថាមួយភ្លើងណាដែលយើងអាចសេរីបានភ្លើងណាដែលយើងអាចសេរីបានភ្លើងដែលថ្លៃគឺវាអាចសេរីបានអញ្ចឹង LED 4គ្រាប់ខ្ញុំគិតថាអត់គ្រប់ទេអញ្ចឹងអ្នកទាំងអស់គ្នាត្រូវមាន flash ដាក់ពីលើម៉ាស៊ីនឬក៏ភ្លើង flash 4គ្រាប់អញ្ចឹងទៅសម្រាប់ផ្ទះដោយសារភ្លើង flash គឺវាពណ៌វិញគឺពណ៌ daylight ទេអត់មានពណ៌អីផ្សេងទេគឺពណ៌ហ្នឹងគឺគេហៅថាពណ៌ថ្ងៃពណ៌ធ្វើឲ្យជះទៅធ្វើឲ្យស្បែកយើងថ្លាអញ្ចឹងបើសិនជា LED យើងរត់អត់គ្រាប់អ្នកទាំងអស់គ្នាត្រូវប្រើប្រាស់ភ្លើងflash បន្ថែមទៀតណាសម្រាប់ថតបាទអញ្ចឹងយើងប្រើ LED សម្រាប់តាមភ្លឺកម្មវិធីហ្នឹងទៅហើយភ្លើង flash សម្រាប់ថតឲ្យឃើញសាច់របស់យើងហ្នឹងថ្លាអាហ្នឹងសម្រាប់អ្នកដែលគាត់ថតនៅតាមស្រុកស្រែឬជនបទអីចឹងទៅអូខេចឹងចូលដល់ចំណុចទី3នៅពេលដែលអ្នកទាំងអស់គ្នាស្គាល់អំពីសភាពរោងការរបស់យើងហើយសភាពភ្លើងដែលយើង set up ហើយគឺយើងត្រូវប្រើប្រាស់យ៉ាងម៉េច setting នៅលើកាមេរ៉ាពាក់ព័ន្ធជាមួយនឹង K ឬក៏ white balance ហ្នឹងណា K អ្នកទាំងអស់គ្នាត្រូវតែព្យាយាមធ្វើម៉េចកុំឲ្យធ្លាក់ក្រោម 4000 ហើយសោះណាអញ្ចឹងអាចចាប់ពី 4600 4500 ទៅដល់ 6000 អញ្ចឹងរវាងប៉ុណ្ណឹងវាអាចធ្វើឲ្យស្បែកផាន់យើងស្បែកមនុស្សផាន់យើងហ្នឹងគឺវាអាចមានសភាពដូចធម្មជាតិឬក៏ថ្លាអញ្ចឹងកុំទម្លាក់អស់កុំតឡើងខ្ពស់ពេកណាអញ្ចឹងដល់ពេល set up ភ្លើងហើយរោងយើងបានយើង control បានពីរហ្នឹងហើយគឺយើង control white balance នៅខាងក្នុងកាមេរ៉ាហ្នឹងទៀតអញ្ចឹងខ្ញុំនិយាយហ្នឹងរក្សាពី 4000 ទៅ 6000 កុំឲ្យទាបជាងហ្នឹងកុំឲ្យលើសហ្នឹងអញ្ចឹងធ្វើការ adjust ទៅកាមេរ៉ាផងយើងឥឡូវសម័យឥឡូវគឺវា adjust in real time មានន័យថាវាសេរីបានភ្លាមនៅពេលដែលយើងបើក LCD មកយើងសេរីមកវានឹងឃើញពណ៌ផងយើងហើយពណ៌អញ្ចឹងបើសិនជា 4500 អត់សូវល្អវាឃើញស្បែកស្វាយដោយសាររោងផងយើងតម្លើងតិចទៅតែបើសិនជាយើងថតទៅឃើញស្បែករាងក្រហមពេកដោយសាររោងផងយើងវ៉មអញ្ចឹងយើងតម្លាក់វាមកវិញទៅបាទអញ្ចឹងអានេះគឺជា3ចំណុចដែល professional photographer គាត់អត់ដែលបានចែករំលែកទេសម្រាប់អ្នកដែលថតការអញ្ចឹងខ្ញុំនឹកឃើញថា3ចំណុចនេះអ្នកទាំងអស់គ្នាអាចយកទៅប្រើប្រាស់ឬក៏យកទៅសាកល្បងទៅវានឹងធ្វើឲ្យរូបភាពរបស់យើងមានភាពប្រសើរជាងមុនហើយអញ្ចឹងអរគុណវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយបាយ